របៀបអាជីវិតពូពីរបស់យើងហ្នឹងវាស្របពេលដែលរបៀបថាគ្រួសារយើងពិបាកទៅបានវាធ្វើឲ្យយើងជំរុញយើងឲ្យយើងធ្វើឬមកក៏យើងចង់តាមពីដើមមកខ្ញុំពីដើមមកខ្ញុំចង់ធ្វើអីឈ្នះយើងចង់ឈ្នះពីដើមយើងមកអីខ្ញុំធ្វើអត់បានចាំមិនបងសួរណៃនៅថាណៃបងប្អូនម៉ែណែបងសួរនៅឯងបងណៃបងប្អូនម៉ែណែបងប្អូនខ្ញុំ5នាក់ខ្ញុំបងគេអូពេលនិយាយប្អូនហ្នឹងអញ្ចឹងមិនអត់មាននិយាយពាក្យថាបងទេឮតែនិយាយពាក្យថាប្អូនទេខ្ញុំបងគេមកខ្ញុំទៅមនុស្សខ្ញុំចូលចិត្តធ្វើឲ្យឈ្នះឧទាហរណ៍ថាបើសិនជាខ្ញុំចង់ធ្វើឲ្យកៅហ្នឹងហោះខ្ញុំត្រូវធ្វើវាធ្វើម៉េចឲ្យវាហោះខ្ញុំហៅវិធីធ្វើម៉េចធ្វើឲ្យវាហោះបានបើសិនខ្ញុំធ្វើវាហោះខ្ញុំទៅត្រូវហៅទៀតហ្នឹងបើសិនខ្ញុំធ្វើបានទេខ្ញុំដេកលក់មានអារម្មណ៍មួយថាគឺស្កប់ហ្មង Yes ពេលហ្នឹងទៅ Yes ដូចការប្រឡងដូចអីហ្នឹងគឺខ្ញុំមានឲ្យកូនចិត្តហ្នឹងមួយពេលណាខ្លះខ្ញុំ stuck ក្នុងការទៅសេ lyric វាបើដឹងស្រាប់ពីមួយវគ្គទៅមួយវគ្គយើងត្រូវប្រើ color គ្រប់ទាំងអស់ហើយពីមួយវគ្គទៅមួយវគ្គហ្នឹងក៏វារៀង challenge ខ្ញុំដែរដោយសារវគ្គខ្លះវាត្រូវ color របស់ខ្ញុំប៉ុន្តែខ្ញុំត្រូវតែឈ្នះវាបាទវគ្គដែលអត់ត្រូវ color ខ្ញុំច្រើនជាងគេគឺវគ្គ3នាក់ដូចជា fighter spirit វគ្គ fit 3នាក់កន្សឹបម៉ាក់ប៉ាបាទវាអត់ត្រូវ color ខ្ញុំទេដែលច្រៀងបែបកំសត់បែបប្អូន melody Yes បើសិនខ្ញុំប្អូន melody ខ្ញុំមាន style របស់ខ្ញុំហ្នឹងប៉ុន្តែអានោះគឺវាពេលដែល play មកគឺវាពិបាកសម្រាប់ខ្ញុំខ្លាំងហ្មងតែខ្ញុំត្រូវទៅ hold style ខ្លួនឯងបានចឹងវាហ្នឹងវាពិបាកជាងគេសម្រាប់យើងពិបាកទៅសេ pro ស្រួលអត់ទេយើងដោយសារស្រួលណាមួយគឺខ្ញុំមាន story របស់ខ្ញុំហើយខ្ញុំអត់ទៅប្រឌិត story ពីណាមកទេដោយសារដូចនិយាយចឹងខ្ញុំចូលចិត្តធ្វើពិតខ្ញុំអត់រស់នៅក្នុងភាពប្រឌិត so ក៏ខ្ញុំទៅសេឲ្យអស់ខ្ញុំចាប់ដើមកាច់ play នេះពិបាកខ្លាំងក៏ខ្ញុំកាច់ទៅមុខទៀតមកទៅក៏ចាប់ដើមចេញជាបត់មួយឆ្លងវគ្គហ្នឹងហើយក៏ខ្ញុំស្លឹងទៅមើលបត់ម្ដងទៀតថាខ្ញុំអាចទៅមក color ទៀតទេអូខេខ្ញុំអាចរកខ្លួនឯងទៅមក color រហូតឡើងដល់វគ្គសេមីទៅ3ឡើងដល់វគ្គសេមីញ៉ក់មានគ្រូអត់មានខូចក៏ដោយបាទខ្ញុំពូពៀនឹងចិត្តខ្លួនឯងខ្ញុំថាខ្ញុំយកឈ្នះវគ្គសេមីឲ្យបានទៀតបាទទៅវគ្គសេមីខ្ញុំប្រឡងដោយបុរុតក៏បានអង្គុយនៅកៅអីក៏ដោយបាទខ្ញុំហើយមួយទៀតដោយសារតែនេះវាជាឱកាសដែលខ្ញុំនិយាយក្នុង podcast ខ្ញុំចង់ប្រាប់បងប្អូនថាគឺខ្ញុំទៅប្រឡងខ្ញុំយកសមត្ថភាពខ្ញុំយកពេលវេលាមានតម្លៃខ្ញុំយកការកំផឹងរបស់ខ្ញុំទៅប្រឡងខ្ញុំអត់បានយកការអាណិតអាសូរដើម្បីឲ្យបងប្អូនគិតថាអូអាមួយនេះឡើងទៅប្រឡងដើម្បីការអាណិតសូរហើយបើសិនជាអត់មានសមត្ថភាពទេក៏ហើយអត់មានបងប្អូនស្រឡាញ់យើងអត់មានស្រឡាញ់ vote ក៏ខ្ញុំអត់បានម្ដងថ្ងៃនេះដែរគឺទាំងអស់ហ្នឹងចេញមកពីបងប្អូនទេហ្នឹងហើយខ្ញុំអត់បានយកការអាណិតអាសូរយកអីមកប្រឡងនេះជាពេលដែលខ្ញុំចង់និយាយវាចាឥឡូវខ្ញុំបាននិយាយវាហើយអូខេ Yes គឺខ្ញុំប្រឡងហ្នឹងគឺខ្ញុំដាក់កាយដាក់ចិត្តខ្ញុំថាធ្វើម៉េចខ្ញុំឈ្នះខ្ញុំសួរថាខ្ញុំឈ្នះដើម្បីអីខ្ញុំឈ្នះដើម្បីមុខមាត់គ្រូខ្ញុំដែរអូខេទោះពេលនេះក៏រត់នៅមួយក៏ដោយទោះបីខ្ញុំធ្លាក់ក៏ខ្ញុំធ្លាក់ឲ្យវាមានមុខមាត់ដល់គ្រូខ្ញុំដែរថាគ្រូខ្ញុំខ្លាំងបាទ